3 យ៉ាងបងប្អូនបាទដែលធ្វើឲ្យយើងឆាប់ចាស់ជាងវ័យបងប្អូនកត់ចំណាំបាទទី1គឺបងប្អូនព្យាយាមញ៉ាំភេសជ្ជៈផ្អែមឬក៏បងប្អូនចូលចិត្តញ៉ាំប្រភេទស្ករច្រើនបាទហ្នឹងហើយអញ្ចឹងពពួកអស់នេះបើសិនបងប្អូនប្រព្រឹត្តបាទធ្វើឲ្យបងប្អូនចាស់ជាងវ័យមុនអាយុណាទី2បាទគេងយប់ជ្រៅបាទចូលចិត្តគេងយប់ជ្រៅណាបងប្អូនបាទអញ្ចឹងបងប្អូនបើសិនជាបងប្អូននៅតែប្រព្រឹត្តគេងយប់ជ្រៅបាទអញ្ចឹងបងប្អូនប្រកាសជាឆាប់ចាស់ជាងវ័យហើយបាទចំណុចទី3បាទបងប្អូនញ៉ាំគ្រឿងស្រវឹងបាទអញ្ចឹងគ្រឿងស្រវឹងទាំងឡាយបើសិនបងប្អូនប្រព្រឹត្តញ៉ាំជួយឲ្យបងប្អូនឆាប់ចាស់មុនអាយុអូខេអញ្ចឹង3នេះបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរបងប្អូនគ្រាន់តែត្រឡប់មកឈប់ញ៉ាំរបស់ទាំង3នេះវិញបាទធ្វើឲ្យបងប្អូននឹងក្មេងជាងវ័យមកវិញបាទអញ្ចឹងយើងព្យាយាមញ៉ាំទឹកត្រឹមត្រូវព្យាយាមហាត់ប្រាណទៅព្យាយាមញ៉ាំអាហារដែលមានកាឡូរីទាបសម្បូរទៅដោយវីតាមីនប្រូតេអ៊ីនទៅបាទជួយឲ្យបងប្អូនក្មេងជាងវ័យបាទអញ្ចឹងបើសិនជាបងប្អូនបាទស្ថិតក្នុងផែនការសម្រក់គីឡូបងប្អូនស្វះស្វែងបាទចង់រកគ្រូបង្វឹកណាដែលត្រឹមត្រូវច្បាស់លាស់អូខេបងប្អូនអាចមកឆែកសុខភាពនៅក្លឹបរបស់ខ្ញុំបាទបងប្អូនអាចឆាតមក Facebook ឬក៏លេខទូរស័ព្ទរបស់ខ្ញុំបានអរគុណច្រើន